បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីមេរៀន SketchUp មូលដ្ឋានគ្រឹះដំបូងសម្រាប់អ្នកគាត់អត់ចេះសោះយើងចាប់ផ្ដើមបើកកម្មវិធីរបស់យើងដំបូងមកនឹងបង្ហាញផ្ទាំងដូចខាងលើនេះសម្រាប់ផ្ទាំងហ្នឹងគឺជា interface សម្រាប់យើងធ្វើការងារទូទៅលើកម្មវិធី SketchUp បាទអញ្ចឹងសម្រាប់interface ដែលដាក់ឲ្យយើង select ហ្នឹងមានន័យថាម៉េចទី1តកតងទៅនឹងការងារ architectural ຂະຫນាត millimeter បាទហើយសម្រាប់ផ្សេងទៀតតកតងទៅនឹងຂະຫນាត meter និង centimeter បាទអញ្ចឹងជាទូទៅគឺទៅលើជំនាញនឹងការងារប្លង់ aesthetic គឺយើងតែងតែប្រើຂະຫນាត millimeter អញ្ចឹងខ្ញុំសូម select ຂະຫນាត millimeter ជូនបងប្អូនបាទអញ្ចឹងយើងរងចាំវាបាទនៅពេលដែលយើងបើកកម្មវិធី SketchUp មកដំបូងគឺវាបង្ហាញផ្ទាំង interface បែបនេះសម្រាប់ផ្ទៃ interface របស់បងប្អូនដែលបើកមកដំបូងគឺនឹងបង្ហាញដូចនេះដោយសារតែរបស់ខ្ញុំធ្លាប់ប្រើអញ្ចឹងវាអាចនឹងមាន tool និង plugin ខុសគ្នាពីinterface របស់បងប្អូនមួយចំនួនអញ្ចឹងវាអត់ជាបញ្ហាទេបងប្អូនអាចមើលតាមខ្ញុំបានសម្រាប់សម្រាប់ tool មួយនៅពេលដែលយើងកាន់ទៅលើ tool ណាផ្ទៃកន្លែងdefault tray នេះគឺតែងតែបង្ហាញយើងថា tool មួយហ្នឹងគឺគេប្រើយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងគឺវា load ជា animation ឲ្យយើងមើលបែបនេះអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំចុចលើ line គឺវាបង្ហាញផ្ទៃបែបនេះ interface ជា cursor ដែលយើងចាប់គូពីចំណុចមួយទៅចំណុចមួយគឺយើងអាចមើលតាមនឹងបានបាទអញ្ចឹងសម្រាប់នេះបងប្អូនឃើញទេសម្រាប់នៅពេលយើងចុចទៅលើ select tool គឺយើងអាច select បែបណាអីបែបណាគឺយើងអាចមើលនៅក្នុងនេះបានបើសិនជាបងប្អូនអត់ឃើញផ្ទាំងហ្នឹងទេបងប្អូនចុច B មកអ្នកនរគ្នាចុច B មកគឺវា load មកហើយអញ្ចឹងយើង scroll ទៅខាងក្រោមនេះយើងអាចមើលឃើញហើយវាដាក់ឈ្មោះថា instructor បាទអញ្ចឹងយើងត្រូវការរៀបចំ interface របស់យើងដើម្បីងាយស្រួលក្នុងការគូរបងប្អូនប្រើដំបូងគឺបងប្អូនអត់សូវ tool បងប្អូនដែលថ្មីណាអញ្ចឹងសម្រាប់បងប្អូនដែលប្រើយូរទៅយើងមិនចាំ select ទៅលើ tool ក៏បានយើងចុចទៅលើ keyboard នៅក្នុង keyboard យើងបង្ហាញអក្សរមួយគឺចងសម្រាប់ tool SketchUp រួចរាល់ហើយតែអីនេះចាំយើងយល់នៅពេលក្រោយទៀតបាទអញ្ចឹងបងប្អូនចុច view យកពាក្យ toolbar បាទអញ្ចឹងនៅក្នុងហ្នឹងបងប្អូនឃើញបងប្អូន scroll ទៅបងប្អូនគាត់ឃើញ tool ជាច្រើននៅក្នុងហ្នឹងដោយសារតែរបស់ខ្ញុំនេះខ្ញុំមាន tool plugin មួយចំនួននៅក្នុងហ្នឹងអញ្ចឹងវាបង្ហាញបែបនេះអញ្ចឹងយើងអត់ចាំបាច់បដោតទៅលើចំណុចអស់ហ្នឹងទេយើង select តាមខ្ញុំមកបាទយើងត្រូវការ lock to set មួយដើម្បីឲ្យមាន tool នៅខាងចំហៀងបាទអញ្ចឹងវាបង្ហាញមកបែបនេះបងប្អូនចាប់ផ្ទៃវាមកទាញវាមកនេះទាញវាមកតម្លាក់ចូលនៅក្នុងហ្នឹងបាទហើយលែងអញ្ចឹងបងប្អូនចង់បានអីផ្សេងទៀតបងប្អូនអាចទាញយកបានហ្នឹងហើយដូច style ឬក៏អ្វីមួយចំនួនផ្សេងទៀតដែលយើងចង់ប្រើគឺយើង select លើនឹងបានបាទអញ្ចឹងយើងខ្វែងមកមួយទៀតបងប្អូនអាច select ម៉ៅស្ដាំនៅខាងលើនេះក៏បានដែរអញ្ចឹងខ្ញុំ select ម៉ៅស្ដាំឲ្យអ្នកទាំងអស់គ្នាមើលបាទអញ្ចឹងវាឃើញបែបហ្នឹងហើយនេះ lock to set មិញអញ្ចឹងខ្ញុំចង់ដោះវិញខ្ញុំដោះតាមហ្នឹងក៏បានខ្ញុំដាក់មកតាមហ្នឹងវិញក៏បានដូចគ្នាបាទអញ្ចឹងវាអត់បញ្ហាទេអញ្ចឹងសម្រាប់ tool ដែលយើងត្រូវប្រើចាំបាច់នៅក្នុងកម្មវិធីហ្នឹងគឺមានតែប៉ុណ្្នឹងនៅខាងឆ្វេងដៃរបស់យើងហ្នឹងគឺបង្ហាញ tool បែបហ្នឹងបាទអញ្ចឹង
ខ្ញុំនឹងបញ្យល់អ្នកនរនេះអំពីផ្ទៃ interface សម្រាប់ផ្ទៃ interface របស់យើងគឺយើងត្រូវស្វែងយល់ឲ្យច្បាស់ទាក់ទងទៅនឹងនៃផ្ទៃ interface របស់យើងហើយនៅក្នុងក្នុងកម្មវិធី SketchUp ហ្នឹងគឺគេបែងចែកជា3ដែលឲ្យយើងងាយស្រួលស្វែងយល់នៅពេលដែលអ្នកទាំងអស់គ្នាគូអញ្ចឹងយើងនិយាយឲ្យខ្លីទៅគឺឆ្វេងស្ដាំនិងទៅលើអញ្ចឹងនៅក្នុង coordinate ហ្នឹងគឺវាមានបង្ហាញ3ហើយចំពោះ3ហ្នឹងគឺមានពណ៌ខុសៗគ្នាបាទអញ្ចឹងពេលដែលបងប្អូនប្រើបងប្អូនយល់ហើយថាពណ៌កំណត់ទៅលើចំនួនទាំង3ហ្នឹងមូលហេតុអីខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលឧទាហរណ៍ថាខ្ញុំចុចបន្ទាត់មួយហើយខ្ញុំគូសមួយបាទខ្ញុំគូសខ្ញុំទាញមកអញ្ចឹងយើងគ្រាន់តែคลิกតែមួយបានហើយយើងคลิกមួយហើយយើងទាញមកអញ្ចឹងយើងបង្ហាញបន្ទាត់ពណ៌ខៀវon red axis អញ្ចឹងបងប្អូនអាចយល់ហើយថាបង្ហាញបន្ទាត់ហ្នឹងគឺវារត់ទៅខាងណាបាទគឺរត់ទៅខាងមុំនៃaxis ពណ៌ក្រហមអញ្ចឹងសម្រាប់axis ពណ៌ខៀវគឺវាទៅខាងលើនិងក្រោមបាទហើយសម្រាប់ពណ៌បៃតងគឺវារត់ទៅមកខាងទៀតនៃcoordinate របស់ផ្ទៃ interface របស់យើងបាទអញ្ចឹងសម្រាប់ហ្នឹងគឺវាមានតែប៉ុណ្្នឹងសម្រាប់ការស្វែងយល់បាទអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកនរនេះអំពីការប្រើប្រាស់ទៅលើ tool មួយចំនួននៅក្នុងហ្នឹងអញ្ចឹងទី1យើងនិយាយពី tool ពីខាងលើមកក៏បានយើងនិយាយពីលើមកសម្រាប់ selection តកតងទៅនឹង tool សម្រាប់ select នេះបងប្អូនអាចមើលនៅខាងនេះបានការ select វាមានពីរប្រភេទដែលអាចឲ្យយើង select អញ្ចឹងបាទអញ្ចឹងគេបង្ហាញថា select ពីឆ្វេងមកស្ដាំបែបម៉េចហើយ select ពីស្ដាំទៅឆ្វេងគឺបែបម៉េចខ្ញុំឧទាហរណ៍ឲ្យបងប្អូនងាយស្រួលស្វែងយល់មួយខ្ញុំគូស object មួយសិនបាទនេះបងប្អូនខ្ញុំ select បែបនេះឧទាហរណ៍ថាខ្ញុំ select បែបនេះខ្ញុំ select ជាន់លើផ្ទៃដូចគ្នាប៉ុន្តែផ្ទៃដែលយើង select បានគឺតែម្ដុំនេះទេប៉ុន្តែខ្ញុំ select ពីខាងស្ដាំទៅខាងឆ្វេងវិញ select ប៉ុណ្នេះបងប្អូនឃើញអ្វីដែលយើងបានអត់គឺនៅពេលដែលយើង select ហ្នឹងប៉ះចំទីតាំងណាទីតាំងហ្នឹងគឺជាប់ select tool ទាំងអស់បាទគឺបែបហ្នឹងអញ្ចឹងខ្ញុំលុបវាចោលហើយសម្រាប់ select នេះមួយទៀតជាទូទៅយើងមិនសូវជាប្រើទេនៅក្នុងកម្មវិធី SketchUp ដោយសារតែselect ហ្នឹងគឺវាអត់ចាំបាច់បងប្អូនអាចមើលនៅក្នុងនេះបានការ select ហ្នឹងគឺយើង click ឲ្យជាប់បាទយើង click ឲ្យជាប់ហើយយើងពវល់ select ជុំវិញ object បានវា select ឲ្យដូចគ្នាឲ្យយើងបែបនេះប៉ុន្តែយើងទូទៅគឺយើងប្រើតែមួយនេះទេបាទហើយ select ហ្នឹងយើងគ្រាន់តែចុច space ទៅគឺវាចេញមកឯងហើយយើងអត់ចាំបាច់ទៅចុចទៅលើ tool វាប្រើក៏បានដែរបាទហើយសម្រាប់ pen bucket នេះតកតងទៅនឹងការចាក់ពណ៌អញ្ចឹងយើងអាចមើលបានពេលដែលយើង select ទៅគឺយើងមានទីតាំងកន្លែងនេះសម្រាប់ការងារចាក់ពណ៌ទូទៅនៅក្នុងហ្នឹងយើងមានច្រើន material សម្រាប់កម្មវិធី SketchUp ដែលគេឲ្យយើងស្រាប់ហ្នឹងគឺមានច្រើនបាទវាមានជាប្រភេទផ្លូវថ្នល់ concrete ប្រភេទចាក់បេតុងបាទនេះប្រភេទជាផ្ទៃឥដ្ឋជារូបភាព texture ឥដ្ឋបាទនេះជាប្រភេទព្រំអញ្ចឹងវាមានច្រើនសម្រាប់នេះគឺ color បងប្អូនអាចយក color ទៅចាក់ទៅលើ object ណាមួយដែលបងប្អូនស្រឡាញ់យើងអាចចាក់ទៅលើពណ៌ដែលយើងពេញចិត្តបានបាទហើយវាមានច្រើនវាមានកញ្ចក់វាមាន landscape វាមានដែកវាមាន pattern roof stone វាមានទឹកបាទមានឈើមានអីចឹងបងប្អូនអាចយកចាក់បានអញ្ចឹងនេះខ្ញុំបញ្យល់បងប្អូនមួយតាម tool មួយសិននៅក្នុងមេរៀនខាងមុខខ្ញុំនឹងបញ្យល់អំពីការចាក់ទៅលើ tool ទាំងអស់ហ្នឹងបាទអញ្ចឹងបន្តមកទៀតគឺតកតងទៅនឹង eraser នេះគឺជា tool eraser តកតងទៅនឹងការលុប
យើងអាចអូសមកក្រោមយើងមើលថារបៀបនៃការលុបហ្នឹងគឺបែបណាសម្រាប់បងប្អូនថ្មីដែលគាត់អត់សូវយល់គាត់អាចស្វែងយល់បានខ្ញុំឧទាហរណ៍បាទអញ្ចឹងយើងប្រើ tool eraser មកយើងคลิกមួយឲ្យជាប់យើងអូសវាបាទយើងអូសបែបហ្នឹងនេះយើងអូសបែបហ្នឹងហើយយើងលែងមកគឺបាត់ហើយអញ្ចឹងយើងគ្រាន់តែចង់ផ្ដាច់ tool eraser អញ្ចឹងយើងចុច space មួយអញ្ចឹងគឺដាច់លុតចូល select tool auto បាទហើយសម្រាប់ទាំងពីរនេះគឺ make component និង tag នេះយើងអត់សូវប្រើទេតែតើនឹង tag នេះ make component យើងប្រើប៉ុន្តែយើងអត់ប្រើទៅលើ tool ទេគឺយើងប្រើទៅលើ mouse ផ្ទាល់អញ្ចឹងខ្ញុំឧទាហរណ៍ថា make component បែបណាយើង click mouse ស្ដាំមួយបាទនេះយើងយកពាក្យ make component ដោយសារនេះវាជា component បានវាចេញជាពាក្យ edit component អញ្ចឹងខ្ញុំឧទាហរណ៍ make component ហ្នឹងបែបណាយើង select មួយយើង click មកស្ដាំយើងយកពាក្យ make component បាទ make component គឺបែបហ្នឹងយើងចុចទៅលើនេះក៏បានដូចគ្នាអត់បញ្ហាទេសុទ្ធអាស្រ័យលើបងប្អូនដែរបងប្អូនស្រឡាញ់បងប្អូនចូលចិត្តទៅលើ tool ឬក៏បងប្អូនចូលចិត្តទៅលើការប្រើប្រាស់ mouse បាទគឺបែបហ្នឹងអញ្ចឹងដល់ចំណុចខាងក្រោមទៀតបាទអញ្ចឹងចំពោះផ្ទៃ interface ជាមួយនឹងមេរៀនរបស់យើងខ្ញុំសូមកាត់តែប៉ុណ្្នឹងសិនសម្រាប់មេរៀនផ្សេងទៀតខ្ញុំនឹងបញ្យល់តកតងនឹង tool ទៅលើការគូសហើយនឹង tool ទៅលើការកែខាងក្រោយទៀតបាទអរគុណច្រើន